អាទិត្យនេះផ្ការីកស្គុះស្គាយតែម្ដងម៉ាក់រដូវផ្ការីកចូលមកដល់ហើយមេឃក៏អត់ទាន់ក្តៅដែរគឺនៅត្រជាក់នៅឡើយទេពីផ្កាសាការាវិញគឺរីកច្រើនមែនទែនហើយគេដាំស្កិចស្កាស់អញ្ចឹងបើសិនជាម៉ាក់មើលឃើញនឹងភ្នែកស្អាតជាងនៅក្នុងកាមេរ៉ានេះខ្លាំងណាស់សម្រាប់កន្លែងដែលសបោផ្កាអញ្ចឹងថ្ងៃចុងសប្តាហ៍មនុស្សមកលេងច្រើនណាស់ម៉ាក់ទៅបើសិនជាម៉ាក់នៅកូរ៉េត្រូវឆាប់ទៅមើលអាទិត្យនឹងឬអាចដល់អាទិត្យក្រោយតិចតួចអីហ្នឹងព្រោះអីឥឡូវភ្លៀងញឹកញយអញ្ចឹងវាអាចរុះលឿនបើសិនជាម៉ាក់មកពីខ្មែរទេមកលេងខែហ្នឹងគឺស្អាតខ្លាំងមែនទែននៅតាមដងផ្លូវផ្ការីកស្កេកស្កាស់ផ្កាទូលីបក៏ច្រើនហើយចូលខែ5មានផ្កាមួយប្រភេទទៀតអាហ្នឹងរីកធំដូចផ្កាកាឡាបយើងគឺស្អាតខ្លាំងណាស់និយាយទៅនៅពេលដែលផ្ការីកនៅកូរ៉េហ្នឹងយើងត្រូវឆាប់ទៅមើលម៉ាក់បើឆាប់ទៅមើលទៅគឺវារយអស់ហើយផ្កាហ្នឹងយើងឃើញអញ្ចឹងអាហ្នឹងវាពងរីកស្អាតអញ្ចឹងណាម៉ាក់ប្រហែលតា3-4ថ្ងៃវារយអស់ហើយបើសិនជាវាមានភ្លៀងអញ្ចឹងណាហើយតែពេលវារយអស់វាលែងសូវស្អាតដោយសារតែវាចេញស្លឹកមកអញ្ចឹងទៅវាទៅជាចេញខ្មៅវាលែងឃើញពណ៌សស្កេចស្កាស់អញ្ចឹងឯងពេលម៉ាក់គ្រាន់តែមើលវីដេអូនេះខ្ញុំថតនឹងម៉ាក់មានអារម្មណ៍ស្រស់ស្រាយអត់ខ្ញុំអាចនិយាយថាពិតជាស្រស់ស្រាយមែនតើហើយទីកន្លែងគេរៀបចំស្អាតយើងអង្គុយញ៉ាំកាហ្វេអញ្ចឹងមើលឃើញផ្កាបក់រវិចមួយខ្យល់ហើយផ្កាហ្នឹងពេលយើងមើលចិត្តណាស្អាតមែនតើតែម្ដងហើយអូយនិយាយទៅស្រស់ស្រាយតែម្ដងហើយម៉ាក់ឃើញអត់ទាំងជនជាតិកូរ៉េក៏មកលេងច្រើនដែរបើនេះកន្លែងផ្កាច្រើនដែរប៉ុន្តែនៅម្ដុំចកាគេអញ្ចឹងវាអត់មានផ្លូវស្អាតទេភាគច្រើនផ្កាសាការ៉ាហ្នឹងកន្លែងណាដែលគេដាំវាច្រើនគេរៀបចំនិយាយទៅធ្វើហាងកាហ្វេទៀមទូចនិយាយទៅឲ្យយើងអង្គុយញ៉ាំកាហ្វេអង្គុយអីទៅមានអារម្មណ៍ថាសប្បាយហើយស្រស់ស្រាយហ្មងម៉ាក់ហើយដូចអានេះអញ្ចឹងវាអត់មានអាគារស្អាតទេប៉ុន្តែមើលឈរពីលើម៉ាក់មើលពីលើមើលអូយស្អាតខ្លាំងមែនទែនអញ្ចឹងបើសិនជាម៉ាក់ចង់មកលេងកូរ៉េណាបើតាមគណិតខ្ញុំខែហ្នឹងគឺស្អាតជាងគេ